បុរសម្នាក់គ្រាន់តែដើរបុកក្មេងស្រីដោយអចេតនាតែមិននឹកស្មានថារាងកាយបែរជាប្រែប្រួលយ៉ាងចម្លែកភ្នែកដែលពីមុនមើលមិនឃើញពណ៌បែរជាឃើញពិភពលោកសខ្មៅប្រែជាមានពណ៌យ៉ាងឆាប់រហ័សខណៈដែលគេកំពុងលង់នឹងភាពស្រស់ស្អាតនេះក្មេងស្រីបែរជាយល់ច្រឡំថាគេមានបំណងមិនល្អទៅវិញនាងមិនស្ដាប់ការពន្យល់ហើយក៏រុញគេចេញភ្លាមមិននឹកស្មានថាមួយសន្ទុះក្រោយមករឿងដែលកាន់តែចម្លែកក៏បានកើតឡើងពិភពលោកដែលទើបមានពណ៌ស្រស់ឆើតឆាយស្រាប់តែប្រែជាស្ខ្មៅវិញភ្លាមតែលើកលែងតែក្មេងស្រីនៅចំពោះមុខដែលនៅតែមានពណ៌ដូចដើមរូបភាពនេះធ្វើឲ្យគេងឿងឆ្ងល់ជាខ្លាំងហើយក៏សម្រេចចិត្តសាកល្បងរឿងមួយឆ្លៀតពេលនាងមិនចាប់អារម្មណ៍គេក៏លូកដៃទៅចាប់កាន់ដើមដៃរបស់នាងយ៉ាងណែនពិតដូចការរំពឹងទុកពិភពលោកដ៏មានពណ៌ស្រស់បំព្រងបានបង្ហាញឡើងចំពោះមុខគេម្ដងទៀតបុរសនោះស្រឡាំងកាំងដោយមិនដឹងថាទង្វើរបស់គេបានធ្វើឲ្យនាងខឹងសម្បាជាខ្លាំងឡើយមួយរំពេចនោះទង្វើរបស់ក្មេងស្រីពិតជាធ្វើឲ្យគ្រប់គ្នាស្មានមិនដល់ចំពោះមុខបុរសដែលបង្ហាញចរិតប្រហែលដាក់ខ្លួនបែបនេះឃើញដូច្នោះក្មេងស្រីក៏ខឹងសម្បាជាខ្លាំងភ្លាមនោះនាងក៏ប្រើក្បាច់ការពារខ្លួនបង្ក្រាបបុរសនោះបានយ៉ាងងាយសំណាងល្អបុរសនោះប្រញាប់សុំទោសទើបនាងព្រមលែងគេវិញរហូតដល់ពួកគេចុះពីឡានបុរសនោះក៏បានរៀបរាប់រឿងរ៉ាវទាំងអស់ប្រាប់នាងតាមពិតកាលពីព្រឹកមិញខណៈគេធ្វើដំណើរទៅធ្វើការស្រាប់តែមានរឿងចម្លែកកើតឡើងគឺមនុស្សដែលដើរនៅជុំវិញខ្លួនគេស្រាប់តែបាត់បង់ពណ៌សម្បត្តិអស់រលីងសូម្បីតែអាគារខ្ពស់នៅឆ្ងាយក៏មិនអាចជិះផុតដែរត្រឹមតែមួយប៉ព្រិចភ្នែកពិភពលោកទាំងមូលក៏ប្រែជាស្ខ្មៅយ៉ាងស្ងប់ស្ងាត់ដំបូងគេគិតថាមកពីគេមិនគ្រាន់ទើបធ្វើឲ្យភ្នែកមើលឃើញច្រឡំតែទោះបីជាគេញីភ្នែកយ៉ាងណាក៏ពិភពលោកនៅតែគ្មានពណ៌ដដែលខណៈដែលគេកំពុងថ្មឹងស្រាប់តែមានឡានដឹកទំនិញមួយគ្រឿងបើកមករកគេចំពេលដែលគ្រោះថ្នាក់ដល់ជីវិតក្មេងស្រីម្នាក់ក៏បានបង្ហាញខ្លួនហើយក៏បានជួយសង្គ្រោះជីវិតគេចេញពីមច្ចរាជបានយ៉ាងប្រផិតប្រផាយគឺនៅពេលនោះហើយដែលគេបានឃើញពីភាពពិសេសរបស់ក្មេងស្រីម្នាក់នេះក្នុងពិភពលោកដែលមានតែពណ៌ស្ខ្មៅមានតែលើខ្លួននាងទេដែលមានពណ៌ធម្មតាដើម្បីចង់ដឹងថាមានបញ្ហាអ្វីបុរសនោះក៏តាក់ទងមិត្តភក្តិឲ្យជូនទៅមន្ទីរពេទ្យតែទូរស័ព្ទនោះគ្មានអ្នកទទួលឡើយឃើញមេឃចាប់ផ្ដើមខ្មៅងងឹតហើយភ្លៀងក៏ជិតធ្លាក់មកទៀតបុរសនោះក៏សម្រេចចិត្តទៅមន្ទីរពេទ្យម្នាក់ឯងតែពេលកំពុងឆ្លងថ្នល់គេទើបដឹងថាខ្លួនមើលមិនដឹងពណ៌ភ្លើងស្តុបឡើយស្ទើរតែត្រូវឡានបុកទៀតទៅហើយសំណាងល្អក្មេងស្រីម្នាក់នោះបានមកជួយនាំគេឆ្លងផ្លូវដោយសុវត្ថិភាពម្ដងទៀតមិនយូរប៉ុន្មានគេក៏បានទៅដល់មន្ទីរពេទ្យដើម្បីធ្វើការពិនិត្យរាងកាយតែលទ្ធផលបង្ហាញថាគេគ្មានបញ្ហាអ្វីទេគ្រូពេទ្យគ្រាន់តែប្រាប់ឲ្យគេសម្រាប់ឲ្យបានច្រើនឃើញមិត្តភក្តិនៅតែមិនលើកទូរស័ព្ទបុរសនោះក៏សម្រេចចិត្តជិះរថភ្លើងក្រោមដីទៅផ្ទះមិននឹកស្មានថាគេបានជួបក្មេងស្រីចិត្តល្អម្នាក់នោះដោយចៃដន្យទើបមានរឿងរ៉ាវដូចនៅខាងដើមវីដេអូនេះក្រោយស្ដាប់ចប់នាងក៏យល់សាច់រឿងហើយក៏បានសុំទោសបុរសនោះភ្លាមចំណែកឯសមត្ថភាពពិសេសរបស់នាងក៏បានទាក់ទាញចំណាប់អារម្មណ៍គេយ៉ាងខ្លាំងក្រោយមកបុរសនោះក៏បានសម្រេចចិត្តជួលនាងឲ្យមកធ្វើជាជំនួយការផ្ទាល់ខ្លួនតាមរយៈការរស់នៅក្បែរគ្នារាល់ថ្ងៃអ្នកទាំងពីរក៏ចាប់ផ្ដើមមានចិត្តឲ្យគ្នាបេះដូងទាំងពីរក៏បានមកនៅក្បែរគ្នាហើយជំងឺចម្លែករបស់បុរសនោះក៏បានជាសះស្បើយក្រោមកម្លាំងនៃសេចក្តីស្រឡាញ់